អាទិត្យពីមុនធ្វើឲ្យអូនឆ្អែតចិត្តទើបវមិតហាក់មើលរំលងបងមកក្រោយអូនធ្លាប់ឈឺខ្លាំងជាមួយនឹងគេជាមនុស្សដែលមាសមេចាត់ទុកចុងក្រោយមិនស្មានគេក្បត់ចិត្តត្រានត្រើយទើបមានថ្មីក៏ព្រោះគេម្នាក់នោះពូកែសំតែងឥតខ្ចោះគេធ្វើស្មោះមិនខ្វល់នឹងរឿងចាស់អូនមិនដែលចេះសួរជីកឬស្ដេញដោលព្រោះចេតនាគេចង់ត្រឹមបានប្រានួលអងក្រៅសម្រេចតាមគោលបំណងក៏ចេញទៅក៏ព្រោះគេទើបធ្វើឲ្យអូនសង្ស័យលើស្នេហ៍បងក៏ព្រោះគេទើបធ្វើឲ្យមាសមេលែងជឿលើស្នេហ៍ក៏ព្រោះគេស្ទើរធ្វើឲ្យបងគ្មានឱកាសមើលថែអូនក៏ព្រោះគេធ្វើបាបស្ងួនទើបអូនមិនហ៊ានចង់ពាក់ព័ន្ធបងគ្រប់យ៉ាងក៏ព្រោះតែគេមិនយូរទេមាសមេបងអាចចាំបានសុំចិត្តកល្យាននៅមានចំណែកបងក្នុងចិត្តបើគិតថាចង់មានស្នេហាឡើងវិញត្រូវទន្ទឹងឈ្មោះបងជាអ្នកដំបូងដែលអាចឲ្យអូនផ្ញើបេះដូងលើកទីពីរក៏ព្រោះគេម្នាក់នោះពូកែសំតែងឥតខ្ចោះគេធ្វើស្មោះមិនខ្វល់នឹងរឿងចាស់អូនមិនដែលចេះសួរជីកឬស្ដេញដោលព្រោះចេតនាគេចង់ត្រឹមបានប្រានួលអងក្រោយសម្រេចតាមគោលបំណងក៏ចេញទៅក៏ព្រោះគេទើបធ្វើឲ្យអូនសង្ស័យលើស្នេហ៍បងក៏ព្រោះគេទើបធ្វើឲ្យមាសមេអស់ជំនឿលើស្នេហ៍ក៏ព្រោះគេទើបធ្វើឲ្យបងគ្មានឱកាសមើលថែក៏ព្រោះគេធ្វើបាបស្ងួនទើបអូនមិនហ៊ានចង់ពាក់ព័ន្ធបងគ្រប់យ៉ាងក៏ព្រោះតែគេque